អ្នកដែលនិយាយឲ្យធ្វើឲ្យអ្នកស្ដាប់ស៊ីអារម្មណ៍បានណាទើបតែអ្នកនោះមានដងរឿងនេះពិតឬមិនពិតតាម comment របស់ fan ជាដំបូងក៏អរគុណមែនទែនដែល comment មកតែខូចចង់និយាយរឿងខូចពីនៅរៀនជាមនុស្សម្នាក់ដែលអត់ចេះនិយាយអត់ដែលនិយាយរោអ្នកណាទាំងអស់មានមិត្តភក្តិតិចមែនទែនតែក្រោយមកនៅពេលដែលយើងរៀនចប់យើងមានគ្រួសារយើងគិតថាបើយើងរោស៊ីគឺវាត្រូវការនិយាយទៅអ្នកតំណងគេដល់បោះឲ្យបាន 25 ខេត្តក្រុងបើសិនជាយើងមិនប្រកែកតំណងយើងអត់ទៅរយនិយាយជុំគេយើងលក់អត់ដាច់ទេចំណុចនេះឯងដែលខូចចាប់ផ្ដើមនេះទេគេលក់ដាច់គេធ្វើម៉េចពីសភូមកអានផងរៀនពីបទពិសោធន៍ក៏ឃើញគំរូយាយរបស់ខូចនេះគាត់នេះចូលចិត្តលក់នេះឯងដែលខូចមានឥទ្ធិពលពីគាត់មកគាត់នេះចូលចិត្តលក់ហើយក៏បានមើលរឿងចិនហើយនិយាយទៅអស់សនើមើលរឿងចិនអ្នកណាធ្លាប់មើលជួយ comment ប្រាប់ផងមើលរឿងណាទីនហ្វីរូបពីមុនយើងមើលតែរឿងចិនណោះមើលរឿងចិនណែដែលតួឯកទីនហ្វីនោះវឹកជេជាមួយអ្នកមេបនវឹកជេដាក់ក្នុងក្អមក្នុងពីងវឹកគាត់វឹកធ្វើម៉េចឲ្យជេឲ្យឈ្នះមេបនហ្នឹងរហូតដល់គាត់ជេទៅឈ្នះរហូតដល់មេបននឹងលោកសក់កត្រើងអ្នកណាធ្លាប់មើលរឿងនេះអញ្ចឹងចំណុចនេះឯងដែលខូចបានកន្លងជំរុញចិត្តហើយរៀនពីរឿងនេះពិតណាខ្ញុំគិតថាអញ្ចឹងការនិយាយគឺជាការវឹកហ្នឹងវឹកដល់យើងច្រៀងហ្នឹងឃើញយើងច្រៀងទេគេច្រៀងឲ្យដកដង្ហើមទឹកដំតលាក់សលេងហើយក៏អត់ដង្ហើមបានយូរគេឲ្យធ្ងក់នៅក្នុងទឹកពីងខូចក៏ធ្លាប់រៀនច្រៀងអញ្ចឹងគាត់ថាអញ្ចឹងដូចតែគ្នាហ្នឹងអញ្ចឹងមានន័យថាការនិយាយគឺជាការវឹកហាត់ត្រូវចាំណាពាក្យថាជំនាញគឺវឹកហាត់បានអញ្ចឹងនៅពេលដែលយើងវឹកហាត់សាំនិយាយនេះឯងដែលធ្វើឲ្យខូចប្រកែងនិយាយទៅសួរទៅមិត្តភ័ក្តិខូចឬអ្នកស្គាល់ខូចពីនៅរៀនថាមិនក៏ខ្ញុំផ្លេចម្ល៉េះសម្រាប់មិត្តភ័ក្តិវិទ្យាល័យមិត្តភ័ក្តិអនុវិទ្យាល័យមកជួបឥឡូវមើលខ្ញុំអត់ស្គាល់ទេមិនក៏ប្រកែងនិយាយម្ល៉េះមិនក៏ទៅជាប្រកែងនិយាយសម្រាប់មិត្តភ័ក្តិខ្ញុំរឹបអានរងថ្ងៃនេះក៏គាត់ឆ្ងល់ខ្ញុំប្រកែងនិយាយដោយសារអីដោយសារតែយើងវឹកយើងចង់លក់ដាច់ហើយយើងបោះដុំអីវ៉ាន់គ្រប់25ភេទក្រុងបើយើងមិនចេះតែអ្នកតំណងគេតែមិនលក់អីវ៉ាន់ដាច់ដល់ពេលអញនិយាយវឹកជាប្រចាំយល់ពីអ្នកទិញយើងចោះឡើងនេះឯងទៅធ្វើឲ្យខូចនេះប្រកែងនិយាយហើយកាន់តែប្រកែជាងនោះនេះដោយសារតែនៅអបឡាញទើបពីខូចបានបោះដុំអីវ៉ាន់ហើយខូចក៏មកធ្វើការ network ជាក្រុមហ៊ុនលក់ត្រង់នេះគឺជាអ្នកដឹកនាំធីមជាមេតើបហ្មងមេតើបវ័យទីផ្សារអញ្ចឹងមេតើបវ័យទីផ្សារគឺ skill នៃការនិយាយគឺសំខាន់មែនទែនអ្នកនិយាយចាប់ក្បាលមីក្រូបានអ្នកនោះនឹងមានចំណូល10000ពួកខ្ញុំជឿអញ្ចឹងទៅពេលដែលខ្ញុំចាប់ក្បាលមីក្រូនិយាយបានខ្ញុំមានចំណូល10000ដោយចំណេញសុទ្ធអត់មែនទាំងលក់អីវ៉ាន់ណាអញ្ចឹងហើយបានខូចមើលឃើញថាskill នៃការនិយាយគឺសំខាន់មែនទែនហើយខូចក៏វឹកហាត់ខ្លួនឯងជានេះគ្មិនជាអ្នក present ជាអ្នក present business យូវឹកសាំចោះសាំយ៉ាងរៀនផងអីផងធ្វើអនុវត្តផ្ទាល់ផងរហូតដល់នៅក្នុងធីមក៏បង្វឹកទាំងធីមរហូតដល់ពេលឥឡូវមកអនឡាញគឺគ្រូបង្វឹកអនឡាញ personal branding នេះការពិតចំណុចសំខាន់គឺ skill មាសដែលម្ចាស់អាជីវកម្មត្រូវការខ្លះព្រោះបើសិនជាម្ចាស់អាជីវកម្មណាយើងមានរបស់ល្អតាមមុខមិនគ្រប់គ្រាន់ទេបើយើងអត់បញ្ចេញអា mission របស់យើងអា passion របស់យើងនិយាយតែអ្នកតំណងជាពិសេសនៅអនឡាញដែលយើងប្រើ social media ប្រើ live ប្រើ clip នេះtôiនិយាយធ្វើមិនឲ្យគេស្ដាប់យើងបានណាអានេះគឺចប់អញ្ចឹងឯងជាចំណុចដែលខូចក៏កើតជាគ្រូបង្វឹកមកហើយក៏មាន skill នេះមកក្នុងការវឹកហាត់អញ្ចឹងសរុបមកចង់ឲ្យម្ចាស់ comment នេះយល់ហើយទាំងអស់គ្នាឈប់និយាយតែខ្លួនឯងមានដងទៀតហើយមិនមែនត្រឹមតែខ្ញុំជោគជ័យទេខ្ញុំធ្លាប់បរៀនកូនសិស្សម្នាក់គឺនិយាយមួយម៉ាត់ក៏គិតនិយាយមិនចេញដែរបង្រៀនឡងរូឡងរិលរហូតដល់ខ្លាចជាគ្រូបង្វឹកអនឡាញដូចខ្ញុំដែរនេះនិយាយរូរិលគឺបើ fan ទាំងអស់គ្នាតាមខូចគឺអ្នកទាំងអស់គ្នានឹងបានដឹងមកអញ្ចឹងឈប់គិតថាមានដង skill គឺកាយដែលយើងវឹកហាត់អញ្ចឹងបើអ្នកស្ដាប់ clip នេះចង់មករៀនការវឹកហាត់ជា skill មាសដើម្បីទៅអ្នកតំណងលោកព្រោះ skill មាសគឺជា skill ចរចាទាំងអស់មិនថារឿង business មិនថាចរចារឿងគ្រួសារមិនថាចរចារឿងអ្នកដទៃបើមានសិល្បៈនៃការនិយាយហ៊ានជឿថាអ្នកទាំងអស់គ្នាធ្លាក់ក្រមសូនប៉ុណ្ណាក៏ងើបមកបានមានលឹះដើមដូចខូចសេដ្ឋីព្រោះដោយសារ skill ការនិយាយតាំងពីខ្ញុំធ្លាក់មកចំណុចមួយដែលខ្ញុំងើបបានគឺ skill នៃការនិយាយលក់និយាយទៅអ្នកតំណងនិយាយគេយល់នេះវារឿងសំខាន់ណាវាសិតតែការវឹកការមានក្បួនការមានក្បួនខ្នាតអញ្ចឹងបើចង់មករៀនវគ្គនេះណាឥឡូវខូចបើករក coaching ដែលទទួលសិស្សតែ5នាក់ទេដែលបង្វឹកពី personal branding មិនមែនត្រឹមឲ្យអ្នកទាំងនេះប្រកែងនិយាយដែលអត់ប្រយោជន៍ទេគឺនិយាយលក់សាងប្រាក់លានបាននិយាយសាងអាជីវកម្មនិយាយសាង business ខ្លួនឯងនៅលើអនឡាញខូចហ៊ានធានាខូចមានកូនសិស្សជោគជ័យមកការបង្វឹកការនិយាយនេះច្រើនណាស់នេះបើចាប់អារម្មណ៍ឆាតមក Telegram ឬក៏ Page ដើម្បីសាកសួរព័ត៌មានលម្អិតថារៀនបែបណាពោះរៀនចាប់
បង្វឹកដល់ទៅមួយខែពេញវាខូចហ្មងបង្វឹកទឿលនៅក្នុងសេដ្ឋី Universe ហើយបើសិនជាអ្នកទាំងអស់គ្នារៀនបានហើយអ្នកទាំងអស់គ្នានឹងមានអាជីពមានចំណូលដែលចិញ្ចឹមគ្រួសារបានដែលធ្វើឲ្យខ្លួនឯងនិងគ្រួសារណាកាន់តែមានមោទនភាពនេះឯងចំណុចសំខាន់នៃការដែលអ្នកទាំងអស់គ្នាមកសាង Personal Brand អញ្ចឹងជួបគ្នានៅគ្លីបក្រោយបាយ